បញ្ហាដែលធ្វើឲ្យទូរស័ព្ទ iPhone របស់បងប្អូនឆាប់អស់ថ្មទី1គឺការដំឡើង version រហូតដល់ version ចុងក្រោយវាមានតាម version វាដែលធ្វើឲ្យបងប្អូនឆាប់អស់ថ្មទី2គឺបងប្អូនបើកកម្មវិធីដែលបងប្អូនអត់ចាំបាច់គឺបើក notification ឲ្យវា load ចោលបងប្អូនអញ្ចឹងបងប្អូនឃើញទេបាទ notification គឺវា load ច្រើនមែនទែនពេលដែលបងប្អូនបើកចោលហើយបងប្អូនបើក internet ចោលឬមួយក៏ Wi-Fi ចោលអញ្ចឹងគឺកម្មវិធីទាំងអស់ហ្នឹងគឺវា alert មករហូតពេលដែលវា alert មកគឺវាលាន់ត្រឹកក៏ដូចជាវាពន្លឺភ្លើង iPhone របស់យើងឲ្យភ្លឺផ្លេតអញ្ចឹងទៅបាទអញ្ចឹងបងប្អូនសូមបងប្អូនបិទវាចោលខ្លះបាទទុកតែកម្មវិធីណាដែលសំខាន់ទៅវាអត់សូវស៊ីភ្លើងបាទអញ្ចឹងតិចនិចទាំងនេះគឺអាចជួយបងប្អូនបានមួយចំណែកដែរមិនមែន 100% ទេអាចបានរហូតដល់ 70% ឯណោះបាទអញ្ចឹងបងប្អូនចង់បិទកម្មវិធីទាំងអស់ហ្នឹងងាយមែនទេបងប្អូនធ្វើតាមខ្ញុំមកបងប្អូនចូលទៅកាន់ setting នេះបងប្អូននេះ setting បងប្អូននេះចូលមកកាន់ setting មកបាទពេលដែលបងប្អូនចូលមកកាន់ setting ហើយបងប្អូនអូសឡើងលើបាទអូសឡើងលើបងប្អូនយកពាក្យថា notification គឺវាមានរូបកណ្ដឹងហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនអូសទៀតអូសឡើងលើបងប្អូនឃើញទេសុទ្ធតែជាកម្មវិធីដែលយើងបាន download ចូលក្នុងទូរស័ព្ទបងប្អូនទាំងអស់អញ្ចឹងបងប្អូនទុកតែកម្មវិធីណាដែលចាំបាច់ដើម្បីឲ្យវា alert notification មកបានហើយបងប្អូនខ្លះគាត់មានកម្មវិធីច្រើនមែនទែនអញ្ចឹងបងប្អូនមើលឲ្យហើយនេះគេមានច្រើនបើសិនជាយើងបើកវាច្រើនក៏វាអស់ភ្លើងច្រើនតាមនឹងដូចគ្នាអញ្ចឹងបងប្អូនបិទវាចោលខ្លះបងប្អូនមើលដូច ABA មកបាននេះបងប្អូនចាំបាច់បងប្អូនបើកចោះឲ្យវា load notification ពេលដែលគេបាញ់លុយចូលតែដូចនេះអាកន្លែងអីផ្សេងបងប្អូនមើលតាមខ្ញុំមកអាកន្លែងណាដែលអត់សំខាន់អញ្ចឹងអាស្រ័យលើកម្មវិធីរបស់បងប្អូនមាននៅក្នុងទូរស័ព្ទទេបើសិនជាបងប្អូនគិតថាកម្មវិធីណាមួយអត់សំខាន់សម្រាប់បងប្អូនបិទវាចោលមកបាទនេះបិទវាម្ដងមួយមកបាទបិទឲ្យគ្រប់កម្មវិធីដែលបងប្អូនអត់ចាំបាច់ត្រូវការអត់ចាំបាច់ឲ្យវាផ្ញើសារមក alert ចង់ដឹងចង់អីទេបងប្អូនបិទវាចោលទៅទុកតែកម្មវិធីដែលចាំបាច់ឲ្យវា load ផ្ញើសារមកបងប្អូនទៅបានហើយបាទតិចនិចមួយនេះគឺមានយូរហើយបងប្អូនខ្លះគាត់អត់ដឹងទេបងប្អូនខ្លះគឺគាត់ដឹងគឺគាត់បិទចោលទាំងអស់បាទអញ្ចឹងបងប្អូនតិចនិចខ្លីបាទងាយស្រួលវាអត់សំខាន់ប៉ុន្តែវាធ្វើឲ្យយើងកាត់បន្ថយការចំណាយទៅលើការប្រើភ្លើងក៏បានមួយកម្រិតដែរ